ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋរកដំណោះស្រាយឈ្នះឲ្យគាត់ចាវាបានទទួលដោះស្រាយចាប្រជាជនក៏លោកទទួលយកចាប៉ុន្តែបញ្ហាវាស្មុគស្មាញគ្រាន់ថាវាមានឈ្មួញរកស៊ីគេហៅរកស៊ីជួញទំនាស់ចាជួញទំនាស់ដើម្បីបានផលប្រយោជន៍ចាបើគាត់ដោះរត់ការរឿងទំនាស់នឹងបានទៅគាត់ទទួលផលប្រយោជន៍បើសិនជាយើងដោះស្រាយគោលនយោបាយជាសាច់ប្រាក់ជាអីចឹងទៅគាត់មានចំណែកអបហាផលប្រយោជន៍នៅក្នុងនឹងជួនកាលកន្លែងខ្លះមានការសន្យាឲ្យជាទំហំក្បាលដីឧទាហរណ៍អញ្ចឹងណាតើតែយើងចាប់បានចំណុចខ្សោយអស់នឹងឯងបានជាមានភាពស្ងប់ស្ងាត់ខ្លះអញ្ចឹងយើងព្យាយាមណាស់យើងរកអំពីដើមចមនៃសាច់រឿងហ្នឹងណារយៈពេលកន្លងមកនេះគឺយើងដាក់ប្រភពសាច់រឿងហ្នឹងចាយើងរកហេតុនិងផលដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធហ្នឹងឲ្យគាត់ឆាប់ដកឃ្លាខថយខ្លះអត់មានដីទេចាតែក្រោមការញុះញង់របស់គេចាក្រោមការញុះញង់របស់គេ